ញោមឈ្មោះងីសមលថ្ងៃនេះមកលើកផ្លាកគណៈបកកម្លាំងជាតិនៅឃុំកំពង់កុងថ្ងៃហ្នឹងលើក4ផ្លាកផ្លាកទី1នៅឃុំកោះធំខផ្លាកទី2នៅកំពង់កុងនិងផ្លាកទី3នៅក្នុងឃុំកំពង់កុងដូចគ្នាផ្លាកទី4នៅឃុំពោធិ៍បានខ្ញុំចូលរួមមួយគណៈបកកម្លាំងជាតិគឺថាគណៈបកកម្លាំងជាតិគឺជាគណៈបកប្រជាធិបតេយ្យពិតប្រាកដខ្ញុំមានជំនឿចិត្តលើគណៈបកកម្លាំងជាតិនាមអ្នកប្រជាធិបតេយ្យខ្ញុំនឹងមានសេចក្តីសង្ឃឹមនៅលើគណៈបកកម្លាំងជាតិខ្ញុំសូមផ្ដាំផ្ញើទៅប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកកម្លាំងជាតិគឺមានតែគណៈបកកម្លាំងជាតិតែមួយគត់ឆ្នាំ2027-2028ខាងមុខនេះ3ឈ្នះមេឃុំទូទាំងស្រុកក៏ធំបាទជាយោគណៈបកកម្លាំងជាតិជាយោគណៈបកកម្លាំងជាតិជាយោគណៈបកកម្លាំងជាតិជាអ្នកបន្តស្មារតីដើមកម្លាំងជាតិកម្លាំងជាតិ